ជំនួបប្រវត្តិសាស្ត្ររយៈពេល21ម៉ោងនៅប៉ាគីស្ថានអាមេរិកអ៊ីរ៉ង់រក្សាផ្លូវចរចាបន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងស្វិតស្វាញយោងតាមប្រភពព័ត៌មានពី Reuters ដែលបានចុះផ្សាយនៅថ្ងៃទី14ខែមេសាឆ្នាំ2026នេះបានឲ្យដឹងថាបន្ទាប់ពីការចរចាដ៏តានតឹងអស់រយៈពេលជាង21ម៉ោងនៅសន្តាគារ Serena ក្នុងទីក្រុងអ៊ីស្លាមាបាតមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបញ្ចប់កិច្ចពិភាក្សាដោយមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយឡើយប៉ុន្តែភាគីទាំងពីរបានបង្ហាញសញ្ញាថាទ្វារសម្រាប់ការសន្ទនានៅតែបើកចំហនេះគឺជាការជួបពិភាក្សាគ្នាដែលផ្ទាល់មុខក្នុងកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានចាប់តាំងពីបដិវត្តន៍អ៊ីស្លាមនៅក្នុងឆ្នាំ1979គណៈប្រតិភូអាមេរិកដែលដឹកនាំដោយអនុប្រធានាធិបតីលោក JD Vance រួមជាមួយលោក Jared Kushner ខណៈដែលភាគីអ៊ីរ៉ង់ដឹកនាំដោយប្រធានសភាលោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ដោយមានប្រទេសប៉ាគីស្ថានជាម្ចាស់ផ្ទះដឹកនាំដោយនាយករដ្ឋមន្ត្រី Shehbaz Sharif និងមេបញ្ជាការកងទ័ព Asim Munir បានដើរតួជាអ្នកនាំសាររវាងប្រទេសទាំងពីរទោះបីជាមានសេចក្តីរាយការណ៍ថាកិច្ចចរចាសម្រេចបានប្រហែល 80% នៃផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងក៏ដោយប៉ុន្តែចំណុចសេសសល់ 20% ទៀតគឺជាបញ្ហារ៉ាំរ៉ៃភាគីអាមេរិកដឹកនាំដោយលោកអនុប្រធានាធិបតី JD Vance បានដាក់នូវសំណើដ៏សំខាន់មួយដែលត្រូវបានគេហៅថាជាសំណើដ៏ល្អបំផុតនិងចុងក្រោយដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរនិងបញ្ហាសន្តិសុខក្នុងតំបន់ដោយអាមេរិកទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមនិងរំលាយរោងចក្រនុយក្លេអ៊ែរសំខាន់ៗនិងឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz នេះឡើងវិញដោយសេរីខណៈដែលគណៈប្រតិភូអ៊ីរ៉ង់បានបង្ហាញជំហររឹងមាំលើការទាមទារឲ្យដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កកនិងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចប៉ុន្តែពួកគេមិនបានបដិសេធក្នុងការបន្តសន្ទនានោះទេមន្ត្រីសម្របសម្រួលនៃប្រទេសប៉ាគីស្ថានបាននិយាយឲ្យដឹងថាទោះបីជាមានភាពខុសគ្នាខ្លាំងប៉ុន្តែការដែលភាគីទាំងពីរព្រមអង្គុយតុជាមួយគ្នាគឺជាជ័យជំនះនៃវិស័យការទូតរួចទៅហើយ